Chấm điểm số có đôi chỉ số này là cừuឬក៏មិនអាសិក្សាទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានលំហាត់ចំនួន5មួយលំហាត់ដើម្បីធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាដែលលំហាត់របស់យើងគឺជាការកណនា limit ដោយ a យើងមាន limit x ខិតទៅរក0នៃ x ដកស្នី x នៅលើ x ស្វ័យគុណ3ហើយ b យើងមាន limit x ខិតទៅរក0នៃ x ដកតង់ x នៅលើ x ស្វ័យគុណ3និង c យើងមាន x ខិតទៅរក0នៃស្នី x ហើយកតាឲ្យសំតោនេះមួយកតាលក្ខណៈថាស្នី x ហើយសំតោស្នីនៃស្នីផៃកូក្រេ x នៅលើ x ក្រេហើយនឹង d យើងមាន limit x ខិតទៅរក2នៃកូស delta លើក g ស្វ័យគុណ x បូកនឹងស្នី delta លើក g ស្វ័យគុណ x ដក1នៅលើ x ដកនឹង x ដកនឹង2ហើយនឹងអក្សរ e យើងមាន limit x ខិតទៅរក0នៃ sigma ការរត់ពី1ទៅដល់2024 x ស្វ័យគុណការដកនឹង2024នៅលើ x ដក1ហើយអក្សរ f យើងមាន limit x ខិតទៅរក a នៃ x ឬ x ដកនឹង a ឬ a នៅលើ x ដកនឹង a អូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលដល់លំហាត់ទី1អញ្ចឹងa ដែលលំហាត់ a របស់យើងគឺយើងមាន limit x ខិតទៅរក0នៃ x ដកឲ្យស្នី x នៅលើ x ស្វ័យគុណ3យើងដឹងថាវាគឺមានរាង0លើ0អញ្ចឹងយើងទាញបាន limit x ខិតទៅរក0នៃ x ដកឲ្យប្រព័ន្ធនេះតាប្រព័ន្ធហ្នឹងមកពីនេះអញ្ចឹងកន្លែងនេះយើងទាញបាន limit x ខិតទៅរក0នៃ x ដកកតា x ដក x ស្វ័យគុណ3នៅលើ3 factorial បូកនឹង x ស្វ័យគុណ5នៅលើ5 factorial ហើយដល់នឹង x ស្វ័យគុណ7នៅលើ7 factorial បូកតរហូតដល់ x ស្វ័យគុណបូកតរហូតចឹងទៅហើយទាំងអស់ហ្នឹងចែកនឹង x ស្វ័យគុណ3អញ្ចឹងអាបណ្ដុំនេះគឺយើងប្រើតាមសេរី Maclaurin ដែលស្នី x គឺវាស្មើនឹង x ដល់ឲ្យ x ស្វ័យគុណ3នៅលើ3 factorial បូកនឹង x ស្វ័យគុណ5នៅលើ5 factorial ហើយដល់នឹង x ស្វ័យគុណ7នៅលើ7 factorial ហើយបូកចុចតរហូតចឹងទៅអូខេបន្ទាប់ពីយើងបំលែងវាចូលអញ្ចឹងហើយកន្លែងនេះយើងត្រូវការលុបវងកញ្ចក់ចោលមិនត្រូវទេអញ្ចឹងនៅពេលដែលលុបវងកញ្ចក់ចោល x ហើយ x នេះវាសម្រួលគ្នាចោលអស់ហើយដកគុណចូលទៅអានេះទៅជាបូកអញ្ចឹងអាខាងនេះគឺបដូរសញ្ញាទាំងអស់អញ្ចឹងយើងទាញបាន limit x ខិតទៅរក0នៃ x ស្វ័យគុណ3នៅលើ3 factorial ដកឲ្យ x ស្វ័យគុណ5នៅលើ5 factorial ហើយបូកនឹង x ស្វ័យគុណ7នៅលើ7 factorial មានន័យថាសញ្ញានៅក្នុងនេះគឺវាផ្លាស់ប្ដូរទាំងអស់អញ្ចឹងណាអញ្ចឹងបានប៉ុណ្ណឹងចែកឲ្យ x ស្វ័យគុណ3អូខេអញ្ចឹងយើងធ្វើការចាប់ x ស្វ័យគុណ3ជាកតាអញ្ចឹងចាប់ x ស្វ័យគុណ3ជាកតារួមទៅខាងលើយើងទាញបាន x ស្វ័យគុណ3កតាឲ្យ1នៅលើ3 factorial ដកនឹង x ក្រេនៅលើ5 factorial ហើយបូកនឹង x ស្វ័យគុណសំដៅកន្លែងនេះគឺ x ស្វ័យគុណ x ស្វ័យគុណ4x ស្វ័យគុណ4នៅលើ7 factorial ហើយទាំងអស់ហ្នឹងចែកនឹង x ស្វ័យគុណ3អញ្ចឹងយើងធ្វើការសម្រួលឲ្យ x ស្វ័យគុណ3និង x ស្វ័យគុណ3ចោលទៅយើងទាញបានអញ្ចឹងនៅពេលដែលយើងសម្រួល x ស្វ័យគុណ3និង x ស្វ័យគុណ3ចោលគឺយើងមិនត្រូវទាញបាន limit a វាស្មើនឹង x ខិតទៅរក0កតាឲ្យ1លើ3 factorial ដកឲ្យ x ក្រេនៅលើ5 factorial ហើយបូកនឹងកន្លែងនេះសំទោសផងដោយសារតែខ្ញុំអត់បានកែអញ្ចឹងកន្លែងនេះយើងឲ្យវានៅសល់ x ស្វ័យគុណ4មិនមែនស្វ័យគុណ7ទេចា៎អញ្ចឹងវានៅសល់ x ស្វ័យគុណ4ហើយដកតរហូតអញ្ចឹងទៅអញ្ចឹងនៅពេលយើងចុះ limit ចូលទៅអញ្ចឹងកន្លែងនេះមកកណ្ដាលក្រោយហ្នឹងគឺវា0ហើយត្រូវអ្វីមួយចំនួនលើ0វាស្មើនឹងសំទោសហើយ0នៅលើមួយចំនួនវាស្មើនឹង0អញ្ចឹងអ្វីដែលនៅសល់គឺ1នៅលើ3 factorial អញ្ចឹងចម្លើយរបស់យើងឃើញ1នៅលើ6អូខេ